ថៃដោះលែងទាហានខ្មែរ18នាក់ដែលឃុំខ្លួនតាំងពីខែកក្កដាមកប្រទេសថៃបានដោះលែងទាហានកម្ពុជាចំនួន18នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែកក្កដាក្នុងអំឡុងពេលការប៉ះទង្គិចគ្នានៅតាមព្រំដែនដែលជាផ្នែកនៃបទឈប់បាញ់ដែលប្រទេសទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃសៅរ៍ការប្រគល់នេះត្រូវបានពន្យាពេលមួយថ្ងៃជុំវិញការព្រួយបារម្ភរបស់ថៃលើការចោទប្រកាន់ថាបានរំលោភលើបទឈប់បាញ់ប៉ុន្តែបានកើតឡើងបន្ទាប់ពីមានសម្ពាធការទូតរបស់ចិនដើម្បីធានាបាននូវកិច្ចព្រមព្រៀងនេះភាពតានតឹងនៅតាមព្រំដែនកម្ពុជាថៃបានផ្ទុះឡើងនៅដើមខែនេះហើយបានបន្តអស់រយៈពេលជាច្រើនសប្តាហ៍ដោយបង្ខំប្រជាជនជិត1លាននាក់ត្រូវចាកចេញពីផ្ទះសម្បែងកិច្ចព្រមព្រៀងកាលពីថ្ងៃសៅរ៍ត្រូវបានគេមើលឃើញថាភាគីទាំងពីរបានយល់ព្រមក្នុងការបង្កកខ្សែជួរមុខដែលពួកគេមាននៅពេលនេះហាមឃាត់ការពង្រឹងនិងអនុញ្ញាតឲ្យជនស៊ីវិលដែលរស់នៅក្នុងតំបន់ព្រំដែនវិលត្រឡប់មកវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបានទាហានខ្មែរ18នាក់ស្លៀកពាក់ស៊ីវិលត្រូវបានប្រជាពលរដ្ឋស្វាគមន៍ខណៈពួកគេត្រូវបានគេនាំខ្លួនតាមច្រកព្រំដែនហើយប្រគល់ឲ្យអាជ្ញាធរកម្ពុជាការជាប់ឃុំឃាំងរបស់ពួកគេតាំងពីខែកក្កដាក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នាដ៏សាហាវមុននេះបានធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាជាតិនិយមនៅកម្ពុជាការដោះលែងពួកគេគឺជាការទាមទារដ៏សំខាន់មួយរបស់រដ្ឋាភិបាលរបស់ខ្លួនក្នុងកិច្ចចរចាបទឈប់បាញ់ជាមួយប្រទេសថៃកាលពីថ្ងៃពុធក្រសួងការបរទេសរបស់ប្រទេសថៃបាននិយាយថាការដោះលែងទាហានគឺជាការបង្ហាញពីសិទ្ធិឆន្ទៈហើយថាខ្លួនសង្ឃឹមថាកម្ពុជានឹងតបស្នងនូវសិទ្ធិឆន្ទៈនេះតាមរយៈសកម្មភាពជាក់ស្ដែងកម្ពុជាបានបញ្ជាក់ពីការវិលត្រឡប់មកវិញនៃកងទ័ពរបស់ខ្លួនដោយក្រសួងការពារជាតិរបស់ខ្លួនបាននិយាយថាខ្លួននៅតែមានសង្ឃឹមថានេះនឹងជួយកសាងទំនុកចិត្តនិងទំនុកចិត្តទៅវិញទៅមកលក្ខខណ្ឌមួយនៃបទឈប់បាញ់គឺថាទាហាន18នាក់ត្រូវប្រគល់ក្នុងរយៈពេល72ម៉ោងត្រឹមថ្ងៃត្រង់ម៉ោងក្នុងស្រុកកាលពីថ្ងៃអង្គារប៉ុន្តែនេះត្រូវបានពន្យាពេលបន្ទាប់ពីទីក្រុងបាងកកបានចោទប្រកាន់ទីក្រុងភ្នំពេញថាបានបំពានបទឈប់បាញ់ដោយការហោះហើរយន្តហោះគ្មានមនុស្សបើកជាង250គ្រឿងចូលទៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យទោះបីជាមានការត្អូញត្អែពីប្រទេសថៃក៏ដោយក៏បទឈប់បាញ់ចុងក្រោយនេះហាក់ដូចជាកំពុងបន្តរហូតមកដល់ពេលនេះការខ្វែងគំនិតគ្នាលើព្រំដែនមានអាយុកាលជាង1សតវត្សរ៍ប៉ុន្តែភាពតានតឹងបានកើនឡើងនៅដើមឆ្នាំនេះបន្ទាប់ពីស្ត្រីខ្មែរមួយក្រុមបានច្រៀងចម្រៀងស្នេហាជាតិនៅក្នុងប្រាសាទដែលមានជម្លោះទាហានខ្មែរម្នាក់ត្រូវស្លាប់ក្នុងការប៉ះទង្គិចគ្នាកាលពីខែឧសភាបន្ទាប់មកនៅក្នុងខែកក្កដា5ថ្ងៃនៃការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅតាមព្រំដែនបានធ្វើឲ្យទាហាននិងជនស៊ីវិលរាប់សិបនាក់បានស្លាប់ជនស៊ីវិលរាប់ពាន់នាក់ទៀតត្រូវបានផ្លាស់ទីលំនៅប្រទេសទាំងពីរបានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយមួយនៅក្នុងខែកក្កដាហើយបានចុះហត្ថលេខានៅក្នុងខែតុលាដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក Donald Trump ប៉ុន្តែបទឈប់បាញ់បានដួលរលំនៅពេលដែលភាពតានតឹងថ្មីបានផ្ទុះឡើងនៅដើមខែនេះដោយភាគីទាំងពីរបានចោទប្រកាន់ភាគីម្ខាងទៀតចំពោះការបែកបាក់នេះ